สำหรับชีวิตรถในประจำថ្ងៃរបស់យើងនឹងគឺកត្តាដ៏សំខាន់គឺត្រូវការយល់ដឹងពីធម្មៈដោយសារនៅក្នុងជីវិតប្រចាំថ្ងៃហ្នឹងវាមានតែសភាវៈធម៌នឹងឯងកើតឡើងក៏ប៉ុន្តែហើយដោយមិនដេចបានយើងមិនអាចដឹងបានហើយដោយមិនដេចបានយើងមិនអាចកំណត់បានសិក្សាបានថាយើងមិនសូវបានស្ដាប់ឬពាក្យទាំងអស់ហ្នឹងអញ្ចឹងបាននៅក្នុងការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ដឹងហ្នឹងគឺព្រះអង្គត្រាស់ដឹងពីសច្ចធម៌សច្ចធម៌មានប្រកបគណៈពេលយើងអង្គុយក៏មានសច្ចធម៌ពេលដែលដើរក៏មានសច្ចធម៌ដេកក៏មានសច្ចធម៌ហ្នឹងឯងសិតតែជាសច្ចធម៌ទាំងអស់ប៉ុន្តែដោយអាស្រ័យអវិជ្ជាហ្នឹងឯងអវិជ្ជានេះយើងប្រែថាលងងខ្លៅហ្នឹងឯងប្រែថាមិនចេះមិនដឹងទៅលើការពិតតែជាជីវិតរស់នៅប្រចាំថ្ងៃហ្នឹងពេលដែលយើងកើតទុក្ខហ្នឹងឯងកើតទុក្ខលំបាកចិត្តដោយប្រការផ្សេងហ្នឹងភាគច្រើនយើងសម្គាល់ថាហ្នឹងឯងខ្ញុំអ្នកកើតទុក្ខខ្ញុំអ្នកលំបាកចឹងទៅបានដឹងថាខ្ញុំអ្នកលំបាកខ្ញុំអ្នកកើតទុក្ខចឹងទៅក៏គណៈនឹងពេលហ្នឹងគិតហ្នឹងឯងប្រាថ្នាត្រូវការសេចក្តីសុខហ្នឹងឯងគិតប្រាថ្នាត្រូវការភាពសុខសាន្តសោមនស្សរីករាយចិត្តគណៈពេលដែលខ្លួនឯងកំពុងតែលំបាកហ្នឹងឯងគណៈពេលកំពុងលំបាកត្រូវការសេចក្តីសុខទាំងហេតុបច្ច័យដែលនាំឲ្យកើតសេចក្តីសុខហ្នឹងវាអត់ទាន់មានផងអញ្ចឹងបានព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់ព្រះអង្គបានត្រាស់ដឹងហើយព្រះអង្គប្រាប់ថាសត្វលោកមានអវិជ្ជាហ្នឹងគឺជាមេមានអវិជ្ជាហ្នឹងគឺជាឫសគល់ចឹងទៅបានចេះតែស្វែងរកសេចក្តីសុខសម្រាប់ខ្លួនឯងចឹងបាននៅក្នុងការស្ដាប់សិក្សាធម៌របស់ព្រះអង្គនឹងធ្វើម៉េចឲ្យយើងព្រមទទួលស្គាល់ការពិតមានន័យថាការពិតវាកំពុងមានហើយការពិតវាកំពុងប្រកបហើយហ្នឹងហើយគ្រាន់តែមកទទួលស្គាល់ការពិតមកសិក្សាអំពីការពិតឃើញការពិតហ្នឹងគឺវាមានសភាពមិនទៀងជាទុក្ខនិងជាអនត្តានឹងកាលណាឃើញការពិតស្ថិតនៅក្នុងមិនទៀងជាទុក្ខជាអនត្តានឹងឯងដែលជាទិសដៅដ៏សំខាន់សម្រាប់ជីវិតរបស់យើងនឹងអញ្ចឹងរស់នៅមានភាពសុខសាន្តរស់នៅមានសេចក្តីសុខស្ងប់ណាស់ដោយសារអត់បានប្រកាន់អត់បានហួងហែងទៅលើអ្វីទាំងអស់ហ្នឹងហើយតាមរយៈនៃការឃើញការឮធំក្លិនដឹងរសដឹងផុតពៈអីចឹងទៅក៏អត់បានប្រកាន់ថាជាខ្លួនអ្នកដឹងខ្លួនអ្នកឮខ្លួនអ្នកឃើញខ្លួនអ្នកធំក្លិនដឹងរសដឹងផុតពៈហ្នឹងវាដកអ្វីដែលជាទូខ្លួនចេញពីការឃើញការឮធំក្លិនដឹងរសដឹងផុតពៈហ្នឹងទាំងអស់ហ្នឹងពេលដែលមកសិក្សាយល់ទាំងអស់ហ្នឹងតែនៅក្នុងចិត្តហ្នឹងគឺវាធូរស្បើយក្នុងចិត្តនឹងវាស្រាលអញ្ចឹងទៅក្នុងខ្លួនវាស្រាល នៃរឿងពី
អតីតទៅបីថាគិតទៅវាមានការសោយសោកគិតទៅមានដែលឲ្យកើតចិត្តសៅមងយ៉ាងណាក៏ឃើញចិត្តសៅមងហ្នឹងក៏វាប្រព្រឹត្តទៅជាធម្មតាអត់បានឃើញទូនៃចិត្តសៅមងហ្នឹងគឺជារបស់ខ្លួននោះទេនេះឯងដែលជាការយល់ធัวរបស់ព្រះនឹងធ្វើឲ្យជីវិតទទួលបាននៅសុខសន្តិភាពយ៉ាងក្រៃលែងមែនទែនណាកាលណាដែលយល់ដឹងពីសច្ចធัวតាមសេចក្តីពិតនឹង